តានេះជាអ្វីលោចវាជារឿងតូចតាចដែលប្រើវាត្រាំក្នុងស្រាពូអាចឲ្យកាក់ស្ពាន់ទាំងអស់នេះមកខ្ញុំហើយឲ្យរបស់តូចនោះមកខ្ញុំបានទេយកវាមិនគ្រប់គ្រាន់ដើម្បីបំពេញចន្លោះរវាងថ្មីរបស់អ្នកវាជាការល្អបំផុតក្នុងការផ្លាស់ប្ដូរវាសម្រាប់ចានតុងដែង2 3បើអ្នកល្អខ្ញុំនឹងហៅអ្នកថាឆែវៀនញ៉ាំច្រើនទៀតអ្វីជារឿងតូចតាចក្មេងស្រីកុំភ័យខ្លាចខ្ញុំជាស្ដេចនាគស្នេហ៍សមុទ្រចិនខាងត្បូងកូនប្រុសពើរបស់ខ្ញុំបានដើរលេងជាច្រើនថ្ងៃរកមើលដង្ហើមដែលគាត់បានបន្សល់ទុកហើយបានរកឃើញគាត់នៅទីនេះអ្នកមានដង្ហើមនៃគ្រួសារនាគរបស់យើងនៅលើអ្នកធ្លាប់ឃើញនាគពណ៌ប្រាក់បន្តិចដែរឬទេតើមានសក់ពណ៌ខ្មៅនៅចុងកន្ទុយពណ៌ប្រាក់ដ៏វែងនិងភ្លឺដូចនេះទេបាទនោះជាកូនបរិសម្នាក់ពើរបស់ខ្ញុំកុំបារម្ភនាគតូចស្ទើរតែត្រូវបានអ្នកនេសាទប្រើដើម្បីធ្វើស្រាខ្ញុំបានយកកាក់ស្ពាន់ទាំងអស់ដែលខ្ញុំបានរក្សាទុកខ្ញុំទើបតែសង្គ្រោះគាត់ហើយឥឡូវគាត់ត្រូវគេទុកក្នុងធុងទឹកនៅផ្ទះខ្ញុំក្មេងស្រីបានជួយសង្គ្រោះកូនតែមួយរបស់ខ្ញុំសេចក្តីសប្បុរសនេះអស្ចារ្យពេកហើយមានកំណត់ទ្រព្យអឺរ៉ុបមិនអស់នៅក្នុងសមុទ្រជ្រៅអ្វីក៏ដោយដែលអ្នកចង់បានគ្រាន់តែសួរខ្ញុំមិនចង់បានទ្រព្យសម្បត្តិទាំងនោះទេខ្ញុំសូមបួងសួងឲ្យលោកឡុងអាចព្យាបាលជំងឺក្អកនិងហឺតរបស់ម្ដាយខ្ញុំដែលបណ្ដាលមកពីសួតត្រជាក់អស់រយៈពេលជាច្រើនឆ្នាំមកហើយឲ្យគាត់ដេកដោយសន្តិភាពនៅពេលយប់ចាប់ស្នែងនាគរបស់ខ្ញុំហើយដើរតាមខ្ញុំចូលទៅក្នុងសមុទ្រមិនអីទេនេះជាវាលស្មៅទឹកកកនៅបាតសមុទ្ររៀងរាល់ថ្ងៃយកស្លឹកម្រះព្រៅពីរមកធ្វើស៊ុបឲ្យក្តៅជាមួយគ្នាពេលព្រឹកនិងពេលល្ងាចឫសគល់នៃជំងឺរបស់ម្ដាយអ្នកនឹងត្រូវបានកម្ចាត់ចោលក្នុងមួយថ្ងៃបាក់សុំផឹកយឺតហើយផឹកស៊ុបអស្នេះជាមុនសិនវាហាក់ដូចជាដុំថ្មមួយត្រូវបានដកចេញពីទ្រូងម្ដាយខ្ញុំនេះជាលើកទី1ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយដែលនាងមានអារម្មណ៍ធូរស្រាលវាទាំងអស់គឺអរគុណចំពោះឆ្នូតពណ៌ស្នុកឡុងឡាវនីងឡុងជុនកំពុងនាំឈៀវអេងត្រឡប់ទៅណែនហេវិញបរិសុទ្ធចំណាស់អ្នកមើលទៅល្អជាងសូមអរគុណដល់ Ice Breaking Grass របស់អ្នកលោករងជុនមិនអាចជួយអ្វីបានក្រៅពីអន្ក្បាលដល់ស្ត្រីចំណាស់នោះទេវាជារឿងធម្មតាទេដែលកូនស្ត្រីម្នាក់របស់អ្នកជួយជីវិតកូនបរិសម្នាក់ខ្ញុំហើយខ្ញុំនឹងសង្គ្រោះអ្នកក្មេងស្រីប្រសិនបើអ្នកជួបប្រទះការលំបាកណាមួយនៅពេលអនាគតគ្រាន់តែស្រែកឈ្មោះខ្ញុំ3 ដងឆ្ពោះទៅសមុទ្រចិនខាងត្បូងខ្ញុំនឹងមកជួយអ្នកមិនថាអ្នកនៅទីណានោះទេសូមឲ្យអ្នកដែលមានវាសនាបានឃើញនាគនេះរើផ្កាក្រហមតូចចំនួន3នឹងបានសេចក្តីសុខពេញមួយឆ្នាំសំណាងនឹងស្ថិតស្ថេរហើយគ្រួសាររបស់អ្នកនឹងមានភាពចម្រុងចម្រើននៅពេលដែលឆៃវៀនត្រឡប់ទៅសមុទ្រវិញគាត់ត្រូវតែស្ដាប់ឪពុករបស់អ្នកហើយជប់លេងជុំវិញកូនស្រីមនុស្សគ្រប់គ្នាដឹងពីរបៀបតបស្នងព្រះអង្គសង្គ្រោះរបស់ពួកគេមនុស្សខ្លះចាក់ចំខ្នងក្រោយទទួលបានការអនុគ្រោះមនុស្សមួយចំនួនពិតជាមិនល្អដូចធម្មតារស់នៅក្នុងសមុទ្រនោះទេអ្នកមិនអាចនិយាយបានថាមូលហេតុអ្វីក៏ដោយអ្នកនឹងទទួលបានលទ្ធផលព្រះចង់ចាំថាអ្នកល្អប៉ុណ្ណាចំពោះអ្នកដទៃទឹកសមុទ្រមិនស្ងួតសេចក្តីសប្បុរសទេ